ជាបឋមខ្ញុំប្រកាសថាខ្ញុំបានសូមការស្វាគមន៍ប្រពុទ្ធចាស់គ្រប់ព្រះអង្គដែលគង់ជីវិតជំនាញនៅទីនេះសូមជម្រាបសួរបងប្អូនមួយទាំងអស់ដែលចំណាយពេលវេលាមកចូលរួមក្នុងពិធីការយើងថ្ងៃនេះខ្ញុំមិនមានមតិអ្វីជាទស្សនៈដើម្បីជម្រាបបងប្អូនថ្ងៃនេះទេព្រោះទុកឱកាសជួបលោកប្រធានប៉ុន្តែខ្ញុំមានកាតព្វកិច្ចមួយដើម្បីជម្រាបជូនជាព័ត៌មានដល់បងប្អូនពីមូលនិធិព្រោះខ្ញុំជាអ្នកទទួលខុសត្រូវមូលនិធិបោះឆ្នោតដូច្នេះគឺក្រោយពីបានពិនិត្យតាមពីគណៈចន្ទ្រៃវិញហើយខ្ញុំមានពលលេខគ្រប់គ្រាន់ដើម្បីរាយការណ៍ជូនបងប្អូនថ្ងៃនេះគឺទី1ចំណូលសរុបដែលយើងទទួលបានក្នុងពេលឃោសនានេះគឺ$23,803 អាមេរិក$23,803 អាមេរិកចំណាយទៅវិញគឺ$27,730 ដូច្នេះបានស្ដីថាចំណាយលើសចំណូលដូចខ្វះ$3,927របស់ខាងនេះគឺបានបំពេញដោយលោកប្រធានគណៈបកในส่วนที่បងប្អូនយើងគឺតែខ្វះ$3,927ដែលបានទៅបំពេញវិញដោយលោកប្រធានគណៈបកហើយចំណូលនេះបានមកទី1គឺចំណូលការចូលរួមរបស់បងប្អូនជាថវិកានៅក្នុងប្រទេសនៅក្រៅប្រទេសទី2ចំណូលបានពីការយើងលក់អាវលក់មុខនិងឯកសារខ្លះនិងបញ្ហាចំណូលចំណែកចំណាយទៅវិញគឺយើងចំណាយធំសំខាន់គឺទៅលើការបង់ដើម្បីសុខសិទ្ធិចូលឈ្មោះទៅដល់អាគារជាតិចំណាយទៅលើការបង់ពុកអាវមួកចំណាយទៅលើការធ្វើការបង់បង់អាទីគុំជាតិចំណាយទៅលើការឃោសនាទៅតាមខេត្តជួយខេត្តជារៀបពិសេសខេត្តជារៀបចំណាយយើងជួយត្រួតត្រងជួនឡានិងបងជុកនិងបាត់បោព្រមទាំងយើងចំណាយចំចាស់ស្លាយទៅយកនេះគឺចំណាយធំដូច្នេះបងប្អូនមានចំណល់អ្វីពីបញ្ហានេះគឺបងប្អូនអាចសាកសួរមកខ្ញុំផ្ទាល់ឬក៏ស្រីបានបន្ថោដើម្បីឲ្យជ្រះថ្លាទាំងអស់គ្នានេះគឺទី1ដែលខ្ញុំចង់គូព័ត៌មានទី2គឺខ្ញុំចង់ជម្រាបជូនបងប្អូនថាផែនការយើងនៅថ្ងៃមុខយ៉ាងម៉េចបញ្ហាទាក់ទងនឹងរចនាសម្ព័ន្ធអត់ទាក់ទងទៅគោលនយោបាយទេគឺគោលនយោបាយយើងនៅតែសារបណ្ដាយើងធ្វើបន្តតែបញ្យល់ក៏ប៉ុន្តែយើងទៅរៀបចំត្រួតត្រងការងាររបស់យើងព្រោះជាសសរជារចនាសម្ព័ន្ធយើងមានផែនការដើម្បីដល់បងប្អូនថ្ងៃក្រោយមានការភ្ញាក់ផ្អើលថាយើងរៀបចំយ៉ាងម៉េចព្រោះបងប្អូនជាអ្នកចូលរួមត្រូវយល់ដូច្នេះខ្ញុំត្រូវជម្រាបបងប្អូនថាយើងទី1យើងរៀបចំពិនិត្យនិងធ្វើការផ្លាស់ប្ដូរសម្រាប់គណៈកម្មការអចិន្ត្រៃយ៍ភាសាតាមអាស៊ីមានការលើក